កដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន3នាក់ដែលធ្វើសកម្មភាពនៅខណ្ឌបឹងកេងកងដកហូតអាវុធខ្លី3ដើមដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមស្នេហ៍ ស ថេតអគ្គស្នងការនគរបាលជាតិអគ្គស្នងការរងប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុតិធធម៌និងលោកឧត្តមស្នេហ៍ឯកងែងជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមស្នេហ៍ត្រីហ៊ុនមនីរតន៍វីរៈស្នេហ៍ឯកហែមបូណានិងវីរៈស្នេហ៍ឯកឆាន់គឹមលីអនុប្រធាននាយកដ្ឋានបានដឹកនាំសហការដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងខេត្តក្រចេះខេត្តកំពង់ចាមនិងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងធ្វើការស្រាវជ្រាវនិងបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសឆក់យ៉ាងសកម្មក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនិងបណ្ដាលរាជធានីខេត្តដោយឃាត់ខ្លួនជនសង្ស័យចំនួន3នាក់រួមមាន1ឈ្មោះគុណបញ្ញាភេទប្រុសអាយុ26ឆ្នាំជនជាតិខ្មែរឃាត់នៅចំណុចសង្កាត់ភ្លើងឆេះរតេះខណ្ឌកំបូលរាជធានីភ្នំពេញ2ឈ្មោះច័ន្ទប្រុសពេជ្រភេទប្រុសអាយុ21ឆ្នាំជនជាតិខ្មែរ3ឈ្មោះចាបមករាភេទប្រុសអាយុ27ឆ្នាំជនជាតិខ្មែរឃាត់ត្រង់ចំណុចស្រុកជើងព្រៃខេត្តកំពង់ចាមដកហូតអាវុធខ្លីចំនួន3ដើមម៉ាក K54 ម៉ាក CS98 និងម៉ាកឃ្លុក19បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ